ព័ត៌មានខ្មែរញូសូមស្វាគមន៍ប្រិយមិត្តដែលស្ដាប់ក្តៅទាន់ហេតុការណ៍នៅពេលនេះលោកញឹកប៊ុនឆាយបានធ្វើឲ្យនយោបាយចាស់ទុំរបស់ឪពុកកូនហ៊ុនសែនក្តៅបែកផ្សែងរឿងព្រំដែនខ្មែរសៀមនៅថ្ងៃនេះពេលនេះនយោបាយចាស់ទុំរបស់លោកហ៊ុនសែននិងកូនប្រុសបានក្លាយទៅជាព្រឹត្តិការណ៍នៅក្នុងក្រៅព្រោះសុពលភាពនយោបាយចាស់ទុំនេះបានធ្វើឲ្យអធិបតេយ្យជាតិត្រូវបានផ្ទះលេខ2រំលោភយ៉ាងបំពានទោះមានការអន្តរាគមន៍ពីតំបន់និងពិភពលោកក្តីនេះជាបញ្ហារសើបមួយដែលផ្ទៃក្នុងជាតិកម្ពុជាទាំងមូលបានឲ្យតម្លៃវាថាជារឿងរបស់លោកហ៊ុនសែនដែលខ្លួនរបស់លោកហ៊ុនសែននិងកូនប្រុសមិនហ៊ានប្រឈមមុខជាមួយនយោបាយសៀមទេក្នុងនេះដែរលោកញឹកប៊ុនឆាយបាននិយាយត្រង់ថាលោកហ៊ុនសែនជាជនកំស័កមួយរូបបានត្រឹមរក្សាខ្លួនពួនសំងំយកក្តីសុខតែខ្លួនឯងទោះជាតិត្រូវបាត់បង់ដោយកត្តាណាក៏ហ៊ុនសែនមិនហ៊ានប្រឈមជាមួយកាពេតនៅទង្វើទាំងឡាយមកពីសៀមយើងឃើញហើយថាការរំលោភបំពានចាប់ខ្លួនយោធាមកដល់ពេលនេះភាគីថៃនៅតែមិនព្រមដោះលែងទេព្រោះតែនិយាយចាស់ទុំរបស់ឪពុកកូនហ៊ុនសែនប្រិយមិត្តអ្នកស្ដាប់លោកញឹកប៊ុនឆាយបានបង្ហាញពីបញ្ហាព្រំដែនទៅកាន់អ្នកនយោបាយសង្គមស៊ីវិលអង្គការអន្តរជាតិអំពីខ្សែក្រវ៉ាត់ព្រំដែនខ្មែរថៃទាំងពីសម័យក្រហមដែលបានបញ្ជាក់យ៉ាងលម្អិតថាលោកញឹកប៊ុនឆាយស្គាល់បង្គោលព្រំដែនកម្ពុជាថៃច្បាស់និងអំពាវនាវរួមគ្នាការពារទឹកដីជាតិនៅក្នុងសេចក្តីរាយការណ៍លោកញឹកប៊ុនឆាយអតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីភាពជាតិបានបញ្ជាក់ថាលោកឧត្តមស្គាល់ទីតាំងបង្គោលព្រំដែនកម្ពុជាថៃច្បាស់លាស់ចាប់ពីលេខ41ដល់លេខ49និងតំបន់ពាក់ព័ន្ធឯកឧត្តមរំលឹកពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការបង្កើតមូលដ្ឋានតស៊ូសេរីភាពជាតិនៅតាមបណ្ដោយព្រំដែនកាលពីឆ្នាំ1979និងឆ្នាំ1983ទន្ទឹមនឹងនេះឯកឧត្តមបានអំពាវនាវដល់ប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសឲ្យរួមគ្នាសាមគ្គីគាំទ្ររាជរដ្ឋាភិបាលក្រៅស្រុកនិងឧបត្ថម្ភកងទ័ពដើម្បីការពារមរណភាពទឹកដីជាតិព្រមទាំងផ្ដល់ព័ត៌មានឯកសារនៅរូបថតពាក់ព័ន្ធនឹងបង្គោលព្រំដែនដើម្បីជាភស្តុតាងបន្ថែមការអំពាវនាវនេះបានលើកឡើងភ្លាមជាតិទាំងមូលបានសម្លឹកឃើញថាលោកញឹកប៊ុនឆាយជាវីរៈជននៅក្នុងបេះដូងជាតិមិនមែនដូចជាឪពុកកូនហ៊ុនសែនទេចេះតែត្រឹមនយោបាយចាស់ទុំតែប៉ុណ្ណោះខ្លាចក៏ខ្លាចមិនហ៊ានក៏មិនហ៊ានមិនដឹងថាតកូលហ៊ុនចំពាក់អ្វីប្រទេសសៀមឬក៏ថាលោកហ៊ុនសែនកំពុងខ្លាចផ្សែងវិបត្តិចេញពីប្រទេសថៃដើម្បីរំលត់អំណាចហ៊ុនសែនដោយការទ្រទ្រង់ប្រទេសសេរីនេះគ្រាន់តែជារូបមន្តការនយោបាយតែប៉ុណ្ណោះមិនដឹងថាជារឿងពិតឬមិនពិតនោះទេប្រិយមិត្តជាទីគោរពនិងជាទីរាប់អានព័ត៌មានខ្មែរញូដោយកត្តាបង្ហាញការពិតយ៉ាងនេះដែរលោកហ៊ុនសែនបានក្លាយទៅជាសំណែសល់ពីសង្គមជាតិកម្ពុជាទៅហើយថាតើរឿងនេះព្រោះអ្វីព្រោះតែលោកហ៊ុនសែនអង្គរៈនៅក្នុងដៃមានកម្លាំងទ័ពនៅក្នុងដៃមានប៉ូលីសនៅក្នុងដៃតែលោកហ៊ុនសែនគ្រាន់តែទុកវាសម្រាប់វាយខ្មែរធ្វើបាបខ្មែរតែប៉ុណ្ណោះមិនមែនកម្លាំងទាំងនេះយកទៅការពារជាតិទេគឺលោកហ៊ុនសែនបានត្រឹមទៅការពារអំណាចការពារគ្រួសារទៅវិញចំពោះបញ្ហាព្រំដែនលោកញឹកប៊ុនឆាយអតីតមេទ័ពខ្មែរបានឲ្យដឹងបន្ថែមទៀតថារឿងព្រំដែនរវាងកម្ពុជាវៀតណាមកម្ពុជាឡាវបានដំណើរការរលូនមកពីភាគីទាំងអស់មានឯកសារគ្នាយកផែនទីតែមួយមកប្រើតែខុសពីបញ្ហាព្រំដែនកម្ពុជាថៃព្រោះថៃមិនបានយកតាមផែនទីដែលបារាំងកំណត់ឡើយមានមតិផ្សេងក៏បានបង្ហាញថាថៃមិនបោះបង្គោលព្រំដែនជាមួយកម្ពុជាដោយថាថៃមិនអស់ចិត្តខ្មោចងាប់ទៅហើយក៏ដល់នៅបាសដោយសារថៃចង់មានខេត្តសៀមរាបបាត់ដំបងបន្ទាយមានជ័យកោះកុងមកវិញថៃវាខឹងបារាំងថាយកដីវាក្បែរ70ឆ្នាំមិនបោះបង្គោលទេចង់យកអង្គរវត្តទៅវិញទន្ទឹមនឹងនេះដែរភាពវាតម្លៃដល់យុទ្ធធម៌បំផុតគឺភាគីថៃបានរំលងទាំងអន្តរជាតិនិងទង្វើយ៉ាងសកម្មនៅក្នុងតំបន់ចំនួនទោះមានការចរចានិងបទសពបាញ់ក្តីតែថៃនៅតែបន្តកំភ្លើងធំកំភ្លើងទូចត្រាស់បន្លាលួសនៅទីតាំងមួយចំនួនដែលមានភូមិខ្មែររស់នៅក្តីពួកយោធាថៃបានបណ្ដាញពលរដ្ឋខ្មែរចាញ់យ៉ាងអនាធិបតេយ្យព្រមទាំងប្រមានផ្ដន្ទាទោសពលរដ្ឋខ្មែរបន្ថែមទៀតផងយ៉ាងណាក្តីចំនួនព្រំដែនជារឿងធំសម្រាប់ក៏ដូចជាតំបន់ដែលបានឲ្យតម្លៃផ្សេងៗថាបញ្ហាចំនួនព្រំដែនកម្ពុជាថៃបានក្លាយទៅជាក្តីបារម្ភមួយដែលធ្វើឲ្យក្រុមអ្នកជំនាញសញ្ជឹងគិតដល់ផ្លូវបំបែករបស់សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅអាស៊ានក្តីបារម្ភនេះត្រូវបានអ្នកជំនាញកិច្ចការអន្តរជាតិលើកឡើងនៅក្នុងវេទិកាភ្នំពេញលើកទី4ស្តីអំពីពហុភាគីនិយម
ទល់នឹងឯកតោភាគីនិយមស្វ័យភាពជាយុទ្ធសាស្ត្រនិងជំរើសគោលនយោបាយរបស់អាស៊ានដែលរៀបចំដោយរាជបណ្ឌិតសុភាកម្ពុជានៅថ្ងៃពុធទី8ខែតុលាឆ្នាំ2025អ្វីដែលក្រុមអ្នកជំនាញបារម្ភគឺខ្លាចតែបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃដែលអាចអូសបន្លាយធ្វើឲ្យប្រទេសទាំងពីរមើលមុខគ្នាលេងចំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានផងដែរជាមួយនឹងគ្នានេះដែរលោកញឹកប៊ុនឆៃក៏បានសម្លឹងថាចំនួនព្រំដែនរវាងកម្ពុជាថៃចំនួនព្រំដែនរវាងកងទ័ពកម្ពុជានិងថៃកាលពីឆ្នាំ2018និង2021រហូតមកមានការបង្ហូរឈាមគ្នាគឺមិនបណ្ដាមកពីក្រមអ្នកនយោបាយជ្រុលនិយមរបស់ថៃដោយបានញុះញង់កងទ័ពរបស់ថៃរហូតបង្កជាចំនួនរវាងប្រទេសទាំងពីររហូតប្រប្រាស់កងកម្លាំងការបញ្ជាបែបនេះលោកញឹកប៊ុនឆៃបានធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំប្រធានគណៈបកនយោបាយក្នុងសម្ព័ន្ធភាពនៅវិមាន7មករានាថ្ងៃទី30ឧសភាឆ្នាំ2025នេះលោកញឹកប៊ុនឆៃបានគូសបញ្ជាក់ថាភាពតានតឹងគ្នានៅតាមព្រំដែនគឺខាងខ្មែរនិងថៃមានអ្នកនយោបាយប្រឆាំងជ្រុលនិយមដែលចង់ជំរុញឲ្យមានការចម្បាំងរាំងជល់គ្នារហូតមានការប៉ះទង្គិចគ្នាគឺដោយសារតែអ្នកជ្រុលនិយមទៅអុចអាលដល់កងទ័ពនៅព្រំដែនបើតាមលោកញឹកប៊ុនឆៃបានបន្ថែមថាតាមរយៈការសង្កេតនិងពិនិត្យយ៉ាងហ្មត់ចត់ការប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅថ្ងៃនេះគឺមានក្រុមអ្នកនយោបាយជ្រុលនិយមជាអ្នកអុចអាលពលគឺអ្នកជ្រុលនិយមថៃទាំងនោះមានចង់ឲ្យរដ្ឋាភិបាលថៃសប្តាហ៍ថ្ងៃនេះដឹកនាំដោយលោកស្រីផែផងឋានស៊ីនវ៉ាត់ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃដែលក្រុមគ្រួសាររបស់គាត់មានទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសមានទំនាក់ទំនងល្អជាមួយលោកហ៊ុនសែនដូច្នេះហើយបានជាអ្នកនយោបាយជ្រុលនិយមរបស់ថៃតែងតែអុចអាលដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងកម្ពុជានិងថៃល្អក់កកនិងម្ដងហើយម្ដងទៀតជាដើមបន្ថែមពីនេះលោកញឹកប៊ុនឆៃបានបន្តថាចំពោះករណីភាគីថៃស្នើសុំឲ្យកម្ពុជាដកថយចេញពីទីតាំងឈរជើងដែលបណ្ដាលឲ្យមានការប៉ះទង្គិចគ្នាគឺរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងកងទ័ពកម្ពុជាមិនអាចធ្វើតាមការស្នើសុំរបស់ភាគីថៃបាននោះទេពីព្រោះទីតាំងដែលកងទ័ពកម្ពុជាឈរជើងនេះគឺជាទឹកដីរបស់កម្ពុជាប៉ុន្តែផ្ទុយទៅវិញមានតែភាគីថៃប៉ុណ្ណោះដែលត្រូវដកកងកម្លាំងចេញពីទីតាំងដែលបានរួលចូលមកដោយគ្មានការអនុញ្ញាតពីកម្ពុជារហូតប៉ះទង្គិចគ្នាខ្មែរញោមសូមអរគុណប្រិយមិត្តអ្នកគាំទ្រនិងបានតាមដានព័ត៌មានរបស់យើងខ្ញុំសូមអរគុណសូមជម្រាបលា